ការពិតនៅពីក្រោយទំនាក់ទំនងរវាងបុរសនិងស្ត្រីតើអ្នកហ៊ានស្ដាប់ការពិតទេខ្ញុំប្រាប់អ្នកការពិតនៃការខូចចិត្ត12ចំណុចនៅពីក្រោយទំនាក់ទំនងរវាងបុរសនិងស្ត្រីភាគច្រើនវាប្រកបនិយមណាស់ទី1ការលែងលះរវាងស្វាមីនិងភរិយាមើលខាងក្រៅគឺបែកបាក់មនោសញ្ចេតនាតែធាតុពិតគឺដោយសារមិនបានបំពេញឲ្យគ្នាគ្រប់គ្រាន់នៅផលប្រយោជន៍ទៅវិញទេទី2បុរសច្រើនតែដូចជាសត្វចចកគំនិតគឺមានលក្ខណៈជាការសម្រេចចិត្តស្ត្រីច្រើនតែដូចឆ្មាគំនិតគឺមានលក្ខណៈជាការសាកល្បងទី3នៅពេលដែលអ្នកចូលចិត្តនារីម្នាក់ខ្លាំងអ្នកកុំទៅដេញតាមស្រឡាញ់នាងអ្នកត្រូវតែស្រូបទាញនាងទី4ទោះជាមានស្នេហាជ្រាលជ្រៅប៉ុណ្ណាក៏ដោយគង់មានថ្ងៃណាមួយនឹងប្រែប្រួលទទួលបានបទពិសោធន៍នៃសេចក្តីស្នេហារស់រវើកគឺមិនមែនហៅថាសមត្ថភាពទេអាចរស់នៅចុះសម្រុងនឹងគ្នាបានជាធម្មតាទើបមានសមត្ថភាពអស្ចារ្យពិតប្រាកដទី5កុំសង្ឃឹមហួសហេតុថាដោយសារតែអ្នកជាមនុស្សល្អទើបគេមិនធ្វើបាបអ្នកហើយត្រូវជឿជាក់លើគេតាមពិតនោះអ្នកដទៃដោយសារតែអ្នកអាចនាំឲ្យគេនៅផលប្រយោជន៍នោះទេទើបគេមិនធ្វើបាបអ្នកទី6មនុស្សស្រីនិយាយថាលែងលះអ្វីដែលនាងបង្ហាញជាញឹកញាប់គឺការសាកល្បងប៉ុន្តែនៅពេលដែលមនុស្សប្រុសនិយាយថាលែងលះវិញនោះគាត់ជាញឹកញាប់គឺចង់ប្រាប់អ្នកនៅការសម្រេចចិត្តរបស់គាត់ទី7ទំនាក់ទំនងដែលប្រកបរវាងបុរសនិងស្ត្រីគឺត្រូវការកម្លាំងជំរុញមួយរយៈពេលតែប៉ុណ្ណោះប៉ុន្តែយូរទៅសុទ្ធតែអាចមិនចូលចិត្តដៃគូទី8អាពាហ៍ពិពាហ៍ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងផលប្រយោជន៍គឺនឹងកាត់បន្ថយអត្រានៃការលែងលះថែមទាំងលើកកម្ពស់ភាពស្មោះត្រង់របស់ភាគីទាំងពីររឹតតែខ្លាំងប្រកាសណាស់ថាភាគីម្ខាងទៀតមិនមែនចង់ធ្វើបាបអ្នកទេផ្ទុយទៅវិញគឺខ្លាចបាត់បង់ផលប្រយោជន៍របស់ខ្លួនទី9ធ្វើជាមនុស្សប្រុសម្នាក់មិនថាអ្នកស្អាតមិនថាអ្នកចេះកំ pl ែងមិនថាអ្នកចេះច្រៀងមិនថាអ្នកចេះរកលុយសរុបទៅអ្នកគួរតែមានអ្វីមួយប្រសិនបើអ្នកគ្រាន់តែជាមនុស្សចិត្តល្អម្នាក់តែសម្បកគឺវាមិនអាចមានលទ្ធផលល្អនោះទេទី10នៅពេលដែលអ្នកមិនអាចធ្វើអ្វីបានដោយគ្មានគាត់រាល់ថ្ងៃអ្នកពិបាកចិត្តនឹងការបាត់បង់គាត់មួយថ្ងៃយកគាត់ធ្វើដូចជាបុព្វបុរសតែអ្នកកាន់តែធ្វើអញ្ចឹងតាមពិតគាត់រត់តែត្រឡប់បែរជាចាក់ចេញពីអ្នកទៅវិញទេមានតែនៅពេលដែលអ្នកមិនខ្វល់ខ្វាយនោះទេទើបគាត់អាចនឹងមកយកចិត្តទុកដាក់ជាមួយអ្នកវិញនេះហើយគឺជាធម្មជាតិរបស់មនុស្សទី11មិនថាមនុស្សប្រុសឬមនុស្សស្រីទេដាច់ខាតកុំដោយសារតែមនុស្សដែលធ្វើឲ្យអ្នករំភើបចិត្តមួយផ្លែតនោះហើយបាត់បង់មនុស្សដែលអាចផ្ដល់នៅអ្វីគ្រប់យ៉ាងឲ្យអ្នកអស់មួយជីវិតទី12ពឹងទៅលើតែមនោសញ្ចេតនាតាមពិតមិនអាចថែរក្សានៅអាពាហ៍ពិពាហ៍ដ៏យូរអង្វែងបានទេចំណុចដែលគាំទ្រធ្វើឲ្យអាពាហ៍ពិពាហ៍មួយមានស្ថិរភាពគឺផលប្រយោជន៍ផ្ដាំទៅនារីគ្រប់រូបនៅពាក្យមួយប្រយោគបើសិនជាមនុស្សប្រុសយំដោយសារអ្នកសូមឲ្យអ្នកជឿខ្ញុំចុះគឺគាត់ពិតជាស្រឡាញ់អ្នកខ្លាំងណាស់តាមពិតមនុស្សប្រុសត្រូវការណាស់នៅសេចក្តីថ្លៃថ្នូរក្នុងមុខមាត់បើនៅមុខមនុស្សដែលគេមិនស្រឡាញ់គេមិនស្រក់ទឹកភ្នែកសូម្បីតែមួយដំណាក់ឡើយបើសិនជាថ្ងៃណាមួយមានមនុស្សប្រុសម្នាក់យំដោយសារអ្នកសូមឲ្យអ្នកដាច់ខាតកុំធ្វើបាបគាត់ពិតជាស្រឡាញ់អ្នកដល់ឆ្អឹងរបស់មានតម្លៃ3យ៉ាងរបស់មនុស្សប្រុសបើសិនជាមនុស្សប្រុសម្នាក់អាចយករបស់3យ៉ាងនេះប្រគល់ឲ្យមនុស្សស្រីត្រូវតែថែរក្សាគាត់ឲ្យបានល្អពីព្រោះរបស់3យ៉ាងនេះមានតម្លៃខ្លាំងណាស់សម្រាប់មនុស្សប្រុសគេទុកសម្រាប់តែមនុស្សស្រីដែលគេស្រឡាញ់បំផុតតែប៉ុណ្ណោះជាពិសេសរបស់ទី3ចុងក្រោយទី1លុយកាក់របស់មនុស្សប្រុសលុយកាក់មនុស្សប្រុសនៅទីណាចិត្តគេនៅទីនោះដែរបើសិនជាមានមនុស្សម្នាក់ដាច់ចិត្តចំណាយលុយលើអ្នកត្រូវតែរក្សាគាត់ឲ្យបានល្អទី2ពេលវេលារបស់គេពេលវេលារបស់មនុស្សប្រុសថ្លៃណាស់គេទុកពេលវេលាគេសម្រាប់តែមនុស្សស្រីដែលគេស្រឡាញ់តែប៉ុណ្ណោះទី3សេចក្តីថ្លៃថ្នូរសម្រាប់មនុស្សប្រុសសេចក្តីថ្លៃថ្នូរសំខាន់ជាងមុខមាត់ទៅទៀតអ្វីអាចបាត់បង់បានតែសេចក្តីថ្លៃថ្នូរនិងគោលការណ៍មិនអាចជន់ឈ្លីបានទេដូច្នេះបានថាបើសិនជាមនុស្សប្រុសម្នាក់បោះបង់ចោលនូវសេចក្តីថ្លៃថ្នូរដើម្បីអ្នកនោះមនុស្សប្រុសនោះមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតរបស់អ្នកតាមពិតមនុស្សប្រុសដែលស្រឡាញ់អ្នកពិតប្រាកដមិនអាចទ្រាំបាននៅរយៈពេលយ៉ាងយូរមិនខ្វល់ពីអ្នកទេគេនឹងខិតខំពុះពៀគ្រប់បែបយ៉ាងដើម្បីចូលមកក្នុងពិភពលោករបស់អ្នកទោះបីគេប្រើវិធីណាក៏ដោយក៏ត្រូវតាក់ទងអ្នកឲ្យបានមនុស្សប្រុសស្រឡាញ់អ្នក
ត្រូវមាន5ចំណុចនេះទី1ទៅទីណាតែងតែប្រាប់អ្នកឲ្យដឹងទី2មិនស្អប់អ្នកមើលទូរស័ព្ទគេថែមទាំងស្វាគមន៍ខ្លាំងទៀតផងទី3យកចិត្តទុកដាក់អារម្មណ៍របស់អ្នកពេលឆ្លោះគ្នាគេមកលួងលោមអ្នកមុនទើបនិយាយហេតុផលជាមួយអ្នកទី4ឲ្យតែមានពេលគឺគេមកកំដរអ្នកភ្លាមយកអត្តចរិតល្អនិងការអត់ធ្មត់ប្រគល់ជូនអ្នកទី5ហ៊ានចំណាយលុយឲ្យអ្នកមិនដែលសួរអ្នកថាត្រូវការអត់គឺឲ្យអ្នកតែម្ដងតើអ្នកធ្លាប់ជួបហើយឬនៅ